មកអ្នកគ្នាហ្នឹងគឺខ្ញុំនិយាយរឿងមួយគឺថាមានស្ត្រីម្នាក់ហ្នឹងគឺមានឈ្មោះថាមេរ៉េគាត់បានជួបគ្នាជាមួយប្តីគាត់នៅគណៈពេលជិះឡានហ្នឹងទៅដល់ពេលហើយគាត់ក៏បានចុះពីលើឡានអីចឹងណាអ្នកគ្នាហើយដល់ពេលហើយទៅគាត់រត់ចូលផ្ទះមួយអីចឹងណាគឺគាត់មានការអនុញ្ញាតពីផ្ទះគេនេះទេគឺថាគាត់រត់ចូលតែម្ដងអ្នកគ្នាហើយមេឃពងតាលឹមអីចឹងទៀតណាអ្នកគ្នាគឺគាត់សម្រេចចិត្តថារត់ចូលអញ្ចឹងណានិយាយទៅមេរ៉េហ្នឹងគឺរត់មកគឺអត់មានការអនុញ្ញាតទេចូលយកតែម្ដងអ្នកគ្នានិយាយទៅផ្ទះហ្នឹងគឺអត់មានម្ចាស់នៅទេអ្នកទាំងអស់គ្នាគឺថាគេចាក់ចេញតាំងពីឆ្នាំ1994នេះនោះអ្នកគ្នាតែផ្ទះហ្នឹងនៅសភាពថ្មីដែរទេអ្នកគ្នាដូចជាអត់ចាស់អីត្រចូលប្រហែលទេអ្នកគ្នានាងក៏សម្រេចចិត្តរត់ចូលអីចឹងទៅនាងក៏រត់ចូលមកដល់មុខផ្ទះហ្នឹងគឺថានៅឈប់អត់សន្ធោសដែរអ្នកគ្នាគេគិតថានឹងចូលនឹងអត់អីចឹងណាអ្នកគ្នាដោយសារតែមើលទៅដូចជាស្ងាត់ដល់ហើយដូចអត់ទៅហ៊ានចូលដោយសារគេហៅម្ចាស់ផ្ទះដែរដូចជាអត់លឺអញ្ចឹងណាអ្នកគ្នាពេលហ្នឹងគឺមេរ៉េគឺបានសម្រេចចិត្តគឺចូលក្នុងផ្ទះហ្នឹងតែម្ដងអ្នកគ្នាដោយសារតែគេខំគេរកអីចឹងទៅគេនឹងសម្រេចចិត្តចូលក្នុងផ្ទះចង់ដឹងដែរអ្នកគ្នាថាវាមានមនុស្សឬក៏អត់នៅអីចឹងទៅពេលច្រើនគេដើរសង្កេតខាងដែរតែដូចជាអត់មានមនុស្សទេអ្នកមេរ៉េគឺបានឃើញសង្កេតឃើញមានរបស់មួយនៅលើតុអីចឹងណានៅគ្នាប៉ុន្តែគេអត់ចាប់អារម្មណ៍កន្លែងហ្នឹងទេគេទៅបានទៅបើកបង្អួចអីចឹងទៅដូចមានអ្នកណាគេហៅអីពីខាងក្រៅអីចឹងកន្លែងហ្នឹងគឺមេរ៉េឮសលេងអីចឹងណាអ្នកគ្នាហើយមេរ៉េក៏រត់មកមើលអីចឹងទៅរត់មកមើលហ្នឹងគឺឃើញទូបើកចោលអ្នកគ្នាហើយទូហ្នឹងគឺដូចជាទំបើកដែរទេមេរ៉េគេចាប់អារម្មណ៍ថាប្រហែលជាមានមនុស្សអីចឹងណាគ្នាប៉ុន្តែគេមើលទូហ្នឹងយល់ទៅដូចជាអត់មានចេញអីទេគឺថានៅព្រមផ្លិតចងប៉ុស្អីចឹងណាអ្នកគ្នាប៉ុន្តែទូគឺមានសលេងបិសាចស្រែកនៅក្នុងនឹងអីចឹងណាអ្នកគ្នាតែមេរ៉េគឺមិនចាប់អារម្មណ៍ច្រើនទេគេដើរសង្កេតមើលខាងទៀតដោយសារគេចង់ដឹងថាផ្ទះហ្នឹងគឺមានមនុស្សអត់អីចឹងណាគេងាកឆ្វេងងាកស្ដាំអីចឹងទៅអ្នកគ្នាពួកអីគេគិតថាផ្ទះហ្នឹងមកប៉ុណ្ណាអីចឹងសមមានមនុស្សនៅអីចឹងណាអ្នកគ្នាតែមេរ៉េក៏ដឹងថាផ្ទះហ្នឹងគឺចេញចោលទេអ្នកគ្នានិយាយទៅគឺមេរ៉េហ្នឹងគឺដើរសង្កេតមើលគ្រប់កន្លែងតែម្ដងអ្នកទាំងអស់គ្នាគឺថាមើលខាងនេះខាងនោះឆ្វេងស្ដាំអីមើលទុកដាក់របស់របរអីមើលទៅគឺថាសង្កេតមើលគ្រប់កន្លែងតែម្ដងអ្នកគ្នានិយាយទៅកន្លែងនេះមេរ៉េគឺរៀងចាប់អារម្មណ៍ធុងទឹកនេះដែរអ្នកគ្នាដោយសារធុងទឹកនេះទៅមើលទៅដូចវាស្វះគ្រោកពេកហើយមកយកដាក់ក្នុងផ្ទះចឹងដូចវាមិនសូវសមអ្នកមេរ៉េក៏រកផ្លូវចាក់ចេញទៅវិញស្រាប់តែមេរ៉េក៏រៀងរង្វេងរង្វាន់បន្តិចរកផ្លូវឃើញហើយស្រាប់តែគ្នាគុំឆ្លាតត្រីដែលបាញ់មេរ៉េហ្នឹងគឺថានៅពីកោចរកអីចឹងណាអ្នកគ្នាគឺគេយកមកបោះចោលជាមួយនឹងផ្ទះគេបោះបង់ចោលអីចឹងណាអ្នកគ្នាហើយគេអត់ដឹងថាមេរ៉េគឺជាមនុស្សអីចឹងទៅគេស្មានតែខ្មោចអីចឹងគេបាញ់មេរ៉េមកប្រោអ្នកគ្នាបាយបាយ